បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺយើងមកធ្វើការដោះកូដទូរស័ព្ទដៃទៀតហើយបាទហើយនៅក្នុងដៃរបស់ខ្ញុំនេះគឺជាទូរស័ព្ទដៃRedmi A5 នេះបាទ Redmi A5 បាទឥឡូវយើងចូលទៅធ្វើការដោះវាដោយយើងប្រើទៅជាមួយនឹងកម្មវិធី Unlock Tool របស់យើងចូលទៅកន្លែង Mi នេះមកបាទកន្លែង Mi កន្លែងកាទៀវនេះមកហើយយើងយកទៅកន្លែង Security បាទចាំបន្តិចរៀង slow បន្តិចបាទ Mi ហើយយើងទៅវាយរក model របស់វា Redmi A5 បាទនេះ Redmi A5 បាទ CPU របស់វាជាប្រភេទ Speedrum បងប្អូនណាបាទ SPD បាទអញ្ចឹងបើ SPD ទីទូទៅយើងដឹងហើយ SPD គឺយើងប្រើ volume ដកបាទ volume ដកអូខេឥឡូវយើងធ្វើការទៅយកពាក្យថាកន្លែង Broom បាទ Broom មកហើយយើងយកពាក្យថា Factory Reset បាទបន្ទាប់មកយើងធ្វើការបិទទូរស័ព្ទដៃរបស់យើងបិទទូរស័ព្ទដៃហើយយើងចុច volume ដកជាប់មកបាទយើងដក file រួចហើយបាទយើងបិទហើយចុច volume ដកជាប់បាទនេះទៅពេលនោះវាស្គាល់ណាបាទបន្ទាប់ពីវាស្គាល់ហើយវានឹងធ្វើការដំណើរការ format បាទហើយយើងហើយផ្លឹបទៅហើយរូបាទអូខេបាទ error SSOP អូខេ error user data អូខេបាទអញ្ចឹងម៉ាស៊ីនរបស់យើងគឺចាប់តាមធ្វើការ reboot ដែរបាទនេះចេញមក error បាទអញ្ចឹងយើងរងចាំបន្តិចបន្ទាប់មកវានឹងចេញម្ដងមនុយយើងចាប់តាមធ្វើការ active វាជាការស្រេចតែម្ដងអូខេឥឡូវវាបានធ្វើការចេញម្ដងកន្លែង hello ហើយអញ្ចឹងយើងធ្វើការ active វាទៅបាទ net បាទយើងរកយក Cambodia region របស់វាណាអូខេ skip network មួយចោលបាទ skip អានេះមួយទៀតបាទ set up offline continue បាទទៅហើយបាទផុតហើយបាទមកដល់ចំណុចកន្លែងនេះគឺដឹងតែមកហើយអញ្ចឹងគឺយើងអាចធ្វើការ skip បានអូខេកាយោបាទជិះម៉ូតូទៅទីសុខនេះបងប្អូនបាទនេះគឺជាទូរស័ព្ទដៃជាងដែរទេបាទសម្រាប់ជាងគឺខ្ញុំដោះកូដយកតែ10000ទេបងប្អូនណាបាទសម្រាប់យើងយកមកដោះផ្ទាល់កន្លែងខ្ញុំណា10000ទេបាទ10000រៀលទេសម្រាប់ជាងបាទហើយតែត្រូវយកមកដល់កន្លែងណាបាទបើ remote កន្លែងផ្សេងទៀតហើយបាទតែសម្រាប់ Android series នេះទេបើ Android 15 អត់ support ទេបងប្អូនហើយបាទទៀតនេះយក support បាទអូខេរួចរាល់ហើយបាទសូមកុំភ្លេចចុច subscribe channel ថ្មីរបស់ខ្ញុំផងអានេះ channel ថ្មី channel ចាស់ខូចបាត់ហើយ